សួស្តីប្រិយមិត្តវិលមកកាន់វីដេអូសម្រាប់ឬប្រតិទិនដើមទិបទាំងអស់គ្នាយើងនឹងមកបន្តភាគទី13ដែលជាភាគបន្តតាមមុននឹងបន្តក៏សូម Subscribe នៅ Channel Admin ម្នាក់មួយមកដើម្បីលើកទឹកចិត្តដល់ Admin មុនពេលដែលឡើងឋានសួគ៌ស៊ីជៀនគឺជាតំណាងឲ្យមនុស្សសាមញ្ញម្នាក់ដែលបាត់បង់អ្វីគ្រប់យ៉ាងនិងកំពុងតែខូចចិត្តផងដែរនាងឡើងទៅកាន់ឋានសួគ៌ទាំងអារម្មណ៍របស់នាងមិនច្បាស់លាស់ពីអនាគតនិងប្រភពដើមរបស់នាងថាខ្លួនឯងគឺជានរណាឡើយក៏ប៉ុន្តែក្តីស្រឡាញ់និងការការពាររបស់ជីងធានគឺជាពន្លឺតែមួយគត់ដែលជួយទប់ទល់ស្មារតីរបស់នាងឲ្យរឹងមាំសារឡើងវិញដើម្បីត្រៀមខ្លួនប្រឈមមុននឹងការពិតថាតើខ្លួនឯងពីមុនកើតមកពីណានៅពេលដែលក្រុមគ្នារបស់ជីងធានពួកគេបានឈានជើងមកដល់ការឋានសួគ៌ភ្លាមពួកគេមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះថាទិដ្ឋភាពដ៏ស្កឹមស្កាយនេះគឺពោពេញទៅដោយធម៌ពលនិងភាពបរិសុទ្ធនៃឋានសួគ៌អ្វីដែលតេទីភ្នែករបស់ជីងធានជាងគេនោះគឺដើមឈើទៅដល់ធំសម្បើមដ៏អស្ចារ្យជីងធានគេមានអារម្មណ៍ផាន់ជាខ្លាំងពីព្រោះថាដើមឈើនេះដូចគ្នាបេះបិទទៅនឹងដើមឈើដែលគេបានយល់សប្តិឃើញកាលពីយប់មុននៅទីនោះពួកគេបានជួបជាមួយនឹងសេវយ៉ាវដែលជាទេពតាថេរសាដើមឈើទឹកនោះសេវយ៉ាវនឹងបានរងចាំវត្តមានរបស់ជីងធានយ៉ាងអន្ទះសារដើម្បីបំពេញបំណងប្រាថ្នារបស់នាងចុងក្រោយនៅពេលដែលជីងធានបានមកដល់ទេពតាថេរសាដើមឈើទឹកនោះនាងមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងពីព្រោះថានាងមិននឹកស្មានថានាងនឹងបានជួបជាមួយនឹងជីងធានម្ដងទៀតឡើយប្រិយមិត្តត្រង់ចំណុចនេះនៅពេលដែលសេវជានាងបានឃើញទេពតាថេរសាដើមឈើទឹកនោះនាងមានអារម្មណ៍ថាភ័យជាខ្លាំងពីព្រោះថាមុខមាត់របស់ពួកគេទាំងពីរនឹងគឺពិតជាដូចគ្នាមែនទែននៅពេលដែលបានជួបគ្នាសេវយ៉ាវនាងបានរំលឹកអតីតកាលដ៏រុងរឿងនិងភាពជូរចត់ដើម្បីដាស់តឿនស្មារតីជីងធានឲ្យដឹងសារឡើងវិញថាការពិជាតិមុនជីងធានគឺជាមេតបទេវៈលំដាប់ទី1ដែលមានភារកិច្ចការពារឋានសួគ៌គេនឹងស្ដេចបិសាចឆុងឡៅគឺជាគូប្រកួតប្រជែងដែលខ្លាំងប្រកែដូចគ្នាគ្មានគូប្រៀបរហូតបង្កើតបានតែជាភាពឯកោដ៏ជ្រៅបំផុតពួកគេប្រយុទ្ធគ្នាមិនមែនជាការស្អប់ខ្ពើមគ្នាឡើយក៏ប៉ុន្តែក្នុងនាមជាការប្រកួតប្រជែងដឹងចិត្តនិងគោរពកិត្តិយសគ្នាទៅវិញទៅមកពួកគេទាំងពីរនាក់ក៏ព្រោះតែចង់ឈ្នះចង់ចាញ់ខ្លាំងពេកហ្វៃផឹងនិងឆុងឡៅបានលួចណាត់ប្រយុទ្ធគ្នាដោយសម្ងាត់ដោយពួកគេទុកឲ្យទ្វារឋានសួគ៌ទំនេរឲ្យពួកបីសាយដតីទៀតជ្រើសទៅការវាលោកចូលឋានសួគ៌បានហើយនេះបានដល់ឲ្យដល់ទៅបីសាយរបស់គេបានធ្លាក់ចូលទៅដល់ឋានមនុស្សលោកខ្លាចជាដាក់បង្ក្រាបបីសាយរបស់ភ្នំស៊ូសានហើយគណៈពេលនោះហ្វៃផឹងគេក៏ត្រូវបានច្បាប់ឋានសួគ៌បណ្ដេញឲ្យចុះទៅចាប់ជានៅក្នុងឋានមនុស្សលោកវិញបាទប្រិយមិត្តចំពោះសាច់រឿងភាគទី13នេះហាក់បីដូចជារំលឹកអតីតកាលពីសាច់រឿងភាគ1ហើយបើសិនជាប្រិយមិត្តចង់ដឹងសាច់រឿងនោះយ៉ាងម៉េចប្រិយមិត្តអាចចូលទៅមើលភាគ1ទៅគណៈពេលនោះសៀវយ៉ាវនឹងបាននិយាយបន្ថែមទៀតថាមុនពេលដែលចាក់ចេញទៅការពិជាតិមុនហ្វៃផឹងគេបានផ្ញើកុយវិញ្ញាណខ្យល់ទៅនឹងសៀវយ៉ាវនៅពេលដែលសៀវយ៉ាវនឹងបានប្រកល់កុយវិញ្ញាណខ្យល់ទៅឲ្យជីងធានវិញគណៈពេលនោះធម្មពលអតីតកាលបានធ្វើឲ្យជីងធានមានអារម្មណ៍មាំមួនជាងមុនភ្លាមក៏សំបីតែឡុងខុយតូចដែលជាប្អូនស្រីរបស់គេការពិជាតិមុនបានសម្គាល់ឃើញថាជីងធានមើលទៅដូចជារូបរាងបងប្រុសឡុងយ៉ាងរបស់គេគឺការពិជាតិមុនចឹងបើទោះបីជាយ៉ាងនេះក្តីការលើត្រាស់ដឹងនេះបានបង្កើតការកង្វល់ចិត្តរបស់ជីងធានជាខ្លាំងជីងធានគឺធ្លាប់តែជាកូនហាងបញ្ចាំម្នាក់សាមញ្ញដែលគិតតែពីរឿងលុយកាក់និងការចង់បានជីវិតរស់នៅសុខសាន្តតែប៉ុណ្ណោះប៉ុន្តែឥឡូវគេត្រូវបង្ខំចិត្តទទួលស្គាល់ដឹងថាខ្លួនឯងមានព្រេងវាសនានិងកាតព្វកិច្ចដ៏ធំធេងដែលត្រូវដោះស្រាយទាំងរឿងជាតិមុននិងបច្ចុប្បន្នជាពិសេសគឺការជួយសង្គ្រោះភ្នំស៊ូសានការដឹងថាខ្លួនឯងជាកម្ពុជាមេតបមិនមែនជាការផ្ដល់អំណាចឲ្យគេសប្បាយចិត្តឡើយក៏ប៉ុន្តែវាគឺជាការដាក់សម្ពាធដ៏ធ្ងន់ធ្ងរមួយមកលើស្មារតីរបស់ជីងធានដែលជាមនុស្សសាមញ្ញម្នាក់ទៀតឡើយដែលរឿងនេះបានធ្វើឲ្យនាងមានអារម្មណ៍ថាខ្លួនឯងគ្មានផ្ទះសម្បែងរួចទៅហើយតែត្រូវបានប្រឈមជាមួយនឹងរឿងផ្សេងទៀតដែលនឹកស្មានមិនដល់ខណៈពេលនោះសៀវយ៉ាវបានទម្លាយការពិតថាសៀវជានាងមិនមែនជាមនុស្សដែលកើតចេញពីផ្ទៃម្ដាយដូចជាមនុស្សធម្មតានោះឡើយសៀវជានាងគ្រាន់តែជាវត្ថុជំនួសដែលកើតចេញពីផ្លែឈើភ្លួននៃដើមឈើទឹកនោះឯងសៀវយ៉ាវត្រូវបានលួចលាក់បង្កើតឡើងដើម្បីចាក់បញ្ចូលក្តីប្រាថ្នាទាំងអស់របស់ខ្លួនចំពោះមេតាហ្វៃផឹងរួចទម្លាក់នឹងចុះមកលោកីឲ្យមនុស្សកំដរជីងធានជំនួសរូបគេតែប៉ុណ្ណោះសម្ដីរបស់សៀវយ៉ាវបានធ្វើឲ្យសៀវជាបានធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរនិងបានយំទាំងភាពអស់សង្ឃឹមនិងពោលពេកយ៉ាងជូរចត់ថាតាមពិតទៅសូម្បីតែខ្ញុំមិនមែនជាមនុស្សលោកផងខ្ញុំគ្រាន់តែជាផ្លែឈើមួយផ្លែដែលជាវត្ថុជំនួសដែលត្រូវបានបង្កើតឡើងដើម្បីឲ្យកំដរគេតែប៉ុណ្ណោះសៀវជានេះមានអារម្មណ៍ថារាល់សកម្មភាពជីវិតនិងសេចក្តីស្នេហារបស់នាងកន្លងមកគឺមិនមែនជារបស់នាងពិតប្រាកដឡើយក៏ប៉ុន្តែវាគ្រាន់តែជានិមិត្តឬជាស្រមោលពីអតីតកាលដែលទេពធីតាសៀវយ៉ាវបានកំណត់ទុកឲ្យនាងដើរតាមតែប៉ុណ្ណោះបើទោះបីជាយ៉ាងណាទេពធីតាសៀវយ៉ាវគេមិនបានប្រកាសសៀវជាមកដើម្បីធ្វើជាទាសករនៃមនោសញ្ចេតនារបស់នាងឡើយពេលសៀវជាជឿចាប់ទេពធីតាសៀវយ៉ាវបានផ្ដល់នូវគំនិតដែលមានតម្លៃដើម្បីដាស់តឿនសៀវជាថាមិនថាមនុស្សលោកឬទេវតានោះទេពួកយើងក៏សុទ្ធតែជាលោកដែលរស់នៅកន្លែងខុសៗគ្នាប៉ុណ្ណោះមិនថាឯងមកពីណាទេពេលនេះឯងមានគ្រួសារមានមិត្តភក្តិនិងមានមនុស្សដែលស្រឡាញ់នៅក្បែរខ្លួនឯងមានរបស់គ្រប់យ៉ាងដែលខ្ញុំប្រាថ្នាចង់បានរួចទៅហើយសម្ដីនេះបានធ្វើឲ្យសៀវជាចាប់ផ្ដើមយល់ថាបើទោះបីជារូបរាងកាយរបស់នាងក៏ចេញពីផ្លែឈើក៏ប៉ុន្តែជីវិតនិងបទពិសោធន៍ដែលនាងបានឆ្លងកាត់កន្លងមកនៅក្នុងពិភពមនុស្សលោកវាគឺជាការពិតទឹកភ្នែក
នៃនឹងសំណាយភាពកំសត់និងការតស៊ូកន្លងមកវាមិនមែនជាការសម្ដែងឡើយនៅពេលដែលអង្គុយយមម្នាក់ឯងសេវជាខណៈពេលនោះនឹងបានដេញជិងធានឲ្យទៅរកទេពធីតាសេវយាដែលជាទេពធីតាពិតប្រាកដទៅហើយទុកនាងចោលចាស់ជិងធានបានចូលទៅចាប់ស្មារបស់សេវជាហើយនិយាយពាក្យសារភាពចេញពីបេះដូងថាជិងធានគេមិនបានខ្វល់ពីមុនគេជាហ្វៃផឹងឬជាឡុងយ៉ាងនោះទេតែសំខាន់បច្ចុប្បន្នគេគឺជាជិងធានជាងធានគេបានបញ្ជាក់យ៉ាងច្បាស់លាស់ថាទោះបីជានាងជាអ្វីក៏ដោយក៏នៅក្នុងផ្នែករបស់គេនាងគឺជាមនុស្សម្នាក់តែម្នាក់គត់ដែលមានតម្លៃស្រឡាញ់តែសេវជាតែម្នាក់គត់សេវជាដែលជាមនុស្សមករឿងចិត្តទន់ចិត្តក្តៅក៏បានប្រាជាមនុស្សធម្មតាដោយការពីមុនវិញសម្ដែងរបស់ជាងធានបានជួយលើកចម្រាស់ពីបាត់ផ្លូវចិត្តនិងភាពមន្ទិលមោសាទាំងឡាយនៅក្នុងចិត្តរបស់សេវជាទាំងស្រុងនាងបានដឹងច្បាស់ថានេះមិនមែនជាតុក្កតាជំនួសរបស់សេវយាទៀតឡើយតែពេលដែលក្រុមគ្នារបស់ជាងធានកំពុងតែស្ថិតនៅក្នុងអារម្មណ៍រំភើបរំជើបរំជួលក្នុងការលើកដណ្ដើមការពិតដើមកំណត់របស់សេវជាក៏ស្រាប់តែលំហអាកាសនៃឋានទេវលោកត្រូវបានអង្រួនដោយថាមពលនោះគឺការលេចខ្លួនរបស់និមិត្តវិញ្ញាណយក្សដែលជាមេតបការពារឋានសួគ៌ដែលកំពុងដាល់ល្បាតយ៉ាងតឹងរ៉ឹងនិមិត្តទេពវិញ្ញាណយក្សបានប្រកាសដាច់អហង្ការថាអ្នកដែលចូលមកត្រិនត្រៀននៅក្នុងឋានទេវលោកគឺត្រូវតែទទួលទោសប្រហារជីវិតដោយគ្មានការដឹកលែងឡើយសម្រាប់ឋានសួគ៌មនុស្សលោកគឺជាសត្វថោកទាបដែលមិនអាចអនុញ្ញាតឲ្យបញ្ជាន់ទឹកដែលមានស័ក្តិសិទ្ធិនេះបានឡើយឃើញក្រុមគ្នារបស់គេកំពុងតែជួបបញ្ហាគ្រោះថ្នាក់ជាងធានបានបោះជំហានចូលមកមុខដើម្បីការពារពួកគេភ្លាមដោយសុំទទួលខុសត្រូវតែម្នាក់ឯងនិងសុំកុំធ្វើបាបអ្នកដទៃសកម្មភាពនេះបានធ្វើឲ្យនិមិត្តទេពវិញ្ញាណយក្សមានការភ្ញាក់ផ្អើលនិងសម្គាល់ដឹងថាកាយវិការនិងការផ្នែកដ៏អង្អាចដេគឺដូចបេះបិទទៅនឹងមេតបកំពូលហ្វៃផឹងដែលជាអតីតកាលមិត្តចាស់ជាមេតបលំដាប់កំពូលទី1ផងដែរដោយក្តីនឹករលឹកនិងចង់ដឹងពីសមត្ថភាពរបស់ហ្វៃផឹងបន្ទាប់ពីត្រូវតែចាប់ជានៅក្នុងឋានមនុស្សមកនិមិត្តទេពវិញ្ញាណយក្សបានបបួលជាងទេពប្រយុទ្ធគ្នាដោយពោលពាក្យថាបង្ហាញក្បាច់ដល់មកចោះទោះខ្ញុំបានឃើញដល់សមត្ថភាពរបស់មិត្តចាស់ម្ដងទៀតតើមានសមត្ថភាពដូចកាលពីមុនដែរឬទេអ្វីត្បិតបើបច្ចុប្បន្នជាងធាននៅក្នុងចិត្តបច្ចុប្បន្នគឺលែងមានរាងកាយជាទេវៈនិងគ្មានដើរទៅសម្រាប់ការពារក្នុងដៃដូចមុនក៏ដោយក៏ប៉ុន្តែបន្ទាប់ពីបានស្រូបយកគុជវិញ្ញាណខ្យល់ចូលទៅក្នុងខ្លួនស្មារតីចម្បាំងនិងក្បាច់ដៃរបស់គេដែលជាចិត្តបុនភ័យផឹងបានផ្ចាក់ឡើងមួយកម្រិតវិញជាងធានគេបានប្រមូលផ្ដុំធម្មពលវិញ្ញាណរបស់គេទាំងអស់ហោះឡើងទៅលើអាកាសរួចបញ្ចេញនូវធម្មពលដែលប្រចាំតកោរបស់គេគឺក្បាច់ដៅពិឃាតគេបានវិបំបីបានលើបថាយៈឋានសួគ៌រួចយកឈ្នះលើទេពនិមិត្តវិញ្ញាណចក្ខុបានសម្រេចបន្ទាប់ពីបរាជ័យនិមិត្តទេពវិញ្ញាណចក្ខបានញញឹមនិងពោលពាក្យទទួលស្គាល់ថាអ្នកគឺពិតជាកពូមេតបលំដាប់ទី1ដែលខ្ញុំបានជួបពិតប្រាកដមែនទេពយៈបានដឹងច្បាស់ហើយថាប្រសិទ្ធបើគេចាប់ខ្លួនរបស់ជាងធានគេច្បាស់ជាត្រូវតឡាការឋានសួគ៌កាត់ទោសប្រហារជីវិតជាក់ជាពំខានដូច្នេះគេក៏បានប្រើល្បិចដកថយដោយយកលេសថាត្រូវតែដល់ល្បាតដល់ឋានសួគ៌ដែលភាគខាងត្បូងបន្តទៀតដើម្បីបើកឱកាសឲ្យក្រុមគ្នារបស់ជាងធានគេរត់គេចខ្លួនទោះជាយ៉ាងនេះក្តីគេបានប្រមានទៀតថាឋានសួគ៌ច្បាស់ជាចាត់តបផ្សេងមកទៀតមិនខានដូច្នេះប្រញាប់ដកថយឲ្យលឿនទៅពេលដែលតបយៈបានដកថយចេញទៅពេលវេលានៃការលីគ្នាក៏បានមកដល់អត់កំបាំងដែលសេវយ៉ាបានលុយលាក់បង្កើតសេវជានឹងការលុយលាក់ដល់មនុស្សលោកចូលមកមិនអាចបិទបាំងច្បាប់ឋានសួគ៌បានឡើយមុនពេលលាគ្នាជាងធានគេបានប្រាប់សេវយ៉ាថាគេអាចដឹងពីអារម្មណ៍ពិតរបស់ហ្វៃផឹងតាមរយៈគុជវិញ្ញាណខ្យល់ហ្វៃផឹងគឺគេនឹកនឹងខ្លាំងណាស់ដែរសម្ដីនេះបានធ្វើឲ្យសេវយ៉ាហូរទឹកភ្នែកដោយក្តីរំភើបនិងបានញញឹមទាំងដឹងចិត្តថាបំណងប្រាថ្នារាប់ពាន់ឆ្នាំរបស់នាងត្រូវបានបំពេញរួចរាល់ហើយនាងលែងមានអ្វីត្រូវស្ដាយក្រោយទៀតឡើយមុនពេលត្រូវទទួលទោសនាងបានប្រាប់ជាងធានឲ្យធ្វើដំណើរទៅកាន់ឋានមនុស្សលោកវិញដើម្បីទៅស្វែងរកដាវទឹកដែលជាបច្ចុប្បន្នគឺជាដាវបង្ក្រាបបៃស្តៃរបស់ភ្នំស៊ូសានព្រោះវាជាអាវុធពិតប្រាកដរបស់ជាងធានឡាយជួយគេឆ្លងផុតពីមហន្តរាយនិងវិបត្តិទាំងឡាយទាំងពួងបានសេវយ៉ាបានប្រកាសទទួលតន្តកម្មពីច្បាប់ឋានសួគ៌ដោយសន្តិវិធីចំពោះកំហុសខុសឆ្គងដែលនាងបានធ្វើកន្លងមកព្រោះតែក្តីស្នេហារាងកាយរបស់នាងនិងរលឹងទេវៈរបស់នាងឲ្យរលាកបាត់បង់ទៅជាការប្រស្មីរាប់ពាន់ចែងចាំងរត់ទៅក្នុងដើមឈើទឹកដើម្បីខ្លាចជាសារធាតុចិញ្ចឹម3ដើមឈើទឹកនោះជារៀងរហូតសាច់រឿងក៏បានកាន់មកដល់ទស្សនវិជ្ជានៃការសន្ទនារវាងដាវអមតៈនិងពពួកបិសាចដទៃទៀតបានសម្ដែងឲ្យឃើញភាពអាត្មានិយមដាច់ខាតនិងកលល្បិចរបស់ពួកគេបន្តទៀតពួកមេតបបិសាចបានខឹងសម្បាយ៉ាងខ្លាំងហើយបានសួរដេញដោលដាវអមតៈចំថាការដែលពួកគេញុះញង់ឲ្យមានសង្គ្រាមនៅក្នុងទីក្រុងចៅដល់ទីហ៊ានបិសាចរាប់រយអ្នកបានស្លាប់កយជើងគ្នានោះតាមពិតមិនមែនដើម្បីជួយសង្គ្រោះពួកបិសាចដើម្បីសងសឹកប៉ុណ្ណោះទេក៏ប៉ុន្តែគឺដើម្បីស្រូបយកធម្មពលតែប៉ុណ្ណោះមកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនពួកគេត្រូវបានដឹងខ្លួនថាខ្លួនត្រូវបានគេបោកប្រើប្រាស់មកដល់បច្ចុប្បន្ននេះបិសាចដាវអមតៈគេមិនបានបដិសេធឡើយគេបានទទួលស្គាល់ទាំងស្នាមញញឹមពឹសពលថាការសងសឹកលើភ្នំស៊ូសានវាគ្រាន់តែជាការបិទបាំងតែប៉ុណ្ណោះក៏ប៉ុន្តែគោលដៅពិតប្រាកដរបស់គេនោះគឺការបង្កើតអំណាចផ្ទាល់ខ្លួនគេថែមទាំងពោលពាក្យឌឺដងទៅកាន់ការស្ដាប់របស់មេតបបិសាចថែមទៀតផងដើម្បីកុំឲ្យពពួកបិសាចងាយបុកប្រឆាំងនឹងខ្លួននិងបន្តមហិច្ឆតាទូត្រាភពទាំង6បិសាចអមតៈដាវបានបង្ហាញផែនការមួយដ៏បន្ទាន់ថាជាជើងសានដែលជាបិសាចដាវអមតៈបានប្រកាសយ៉ាងដាច់អហង្ការថាពេលនេះគឺជាពេលវេលាដ៏ល្អបំផុតក្នុងការកែកំទេចភ្នំស៊ូសានដែលខ្ទេចជាផែផង់និងជាឱកាសដើម្បីដោះស្រាយគំនុំចាស់និងគំនុំថ្មីឲ្យអស់ក្នុងពេលតែមួយដាវបិសាចអមតៈគឺគេចង់បញ្ជូនមេបិសាច
ពីពីនឹងឲ្យជ្រៀតជ្រែកចូលនៅក្នុងភ្នំស៊ូសានដើម្បីរកវិធីបំបែកបំបាក់ភ្នំស៊ូសាននឹងឲ្យពពួកបិសាចនឹងចេញមកក្រៅវិញហើយយើងក៏មកតាំងថាសាច់រឿងនឹងវាទៅជាយ៉ាងណាក៏សន្លមត់ថាចប់ប៉ុណ្ណេះសិនហើយសង្ឃឹមថាប្រិយមិត្តជួយគ្រប់គ្រងនិងពេញចិត្តជិតនឹងជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ